bong có thuê đấy quá đã chấm tay tray vì xưa bong vì xưa ai sọc bài bong nó mấy tê bà mấy tên là bà là khai bề bề mình đây tê bà ở con trai này này cái nông bênนี้คือบองกับปองเนี่ยทั่วเอาจุ่มได้ไตรthìคือmấy เอาจุ่มได้ไตรbàនេះគឺជាទស្សនវិជ្ជាទាំងមូលសម្រាប់បងប្អូនជាកសិករនៅខេត្តព្រៃវែងដែលបងប្អូនឃើញថាជាមួយនឹងរូបភាពខាងក្រោយនេះគឺរបៀបចិញ្ចឹមត្រីបាទចង់ដឹងថាតើការចិញ្ចឹមត្រីរបស់បងប្រុសបាទរបៀបម៉េចបាទអញ្ចឹងក៏ជួបជាមួយបងប្រុសតែម្ដងណាបងណាបាទអញ្ចឹងបងសូមជម្រាបឈ្មោះម្ដងទៀតដើម្បីបងប្អូនយើងស្គាល់បងកាន់តែច្បាស់ថាបងជាប្រជាកសិករនៅខេត្តព្រៃវែងនេះខ្ញុំឈ្មោះម៉ាងរ៉េតណានៅភូមិត្បូបាទភូមិត្បូឃុំសោងស្រុកមួលបែកខេត្តព្រៃវែងកំពង់ត្របែកកំពង់ត្របែកខេត្តត្របែកឬត្របែកត្របែកបាទអរគុណច្រើនបាទជាមួយនឹងបងប្រុសនៅខាងស្រុកត្របែកតែម្ដងបាទមុខរបររបស់បងគឺពេលបច្ចុប្បន្ននេះគឺគាត់ចិញ្ចឹមកែបផងចិញ្ចឹមត្រីតែនៅក្នុងថ្ងៃនេះយើងមកជួបជាមួយបងប្រុសរបៀបចិញ្ចឹមត្រីបាទអញ្ចឹងចង់សួរថាបងចិញ្ចឹមត្រីនេះរយៈពេលប្រហែលខែប្រហែលឆ្នាំហើយបងប្រហែល2 ខែនេះទេណាបាទប្រហែល2 ខែទៅដាក់តែអញ្ចឹងអត់យើងអត់បានទទួលផលទេតើបានទទួលផលទេយើងទៅដាក់ខែផ្សាកយើងធ្លាក់ភ្លៀងមកបាទទៅមានទឹកបាទទៅមានទឹកទេណាបាទនេះគឺយើងរបៀបចិញ្ចឹមជាបន្លាយជាអីឬយ៉ាងម៉េចបងចិញ្ចឹមជាបន្លាយចិញ្ចឹមដាក់អាងបាទអញ្ចឹងបាទអញ្ចឹងគឺយើងចិញ្ចឹមរបៀបបន្លាយហើយក៏អាចចិញ្ចឹមជារបៀបអាងដោយសារតែបងប្រុសបានទៅសិក្សាជាមួយនឹងលោកគ្រូនៅខាងគៀនស្វាយណាបាទគឺសាលាក្តីសង្ឃឹមបាទនៅគៀនស្វាយអញ្ចឹងបងប្រុសគឺបានរយៈចង់និយាយថាបងគាត់បានចិញ្ចឹមត្រីចិញ្ចឹមកែបនេះគឺរៀនចេញពីសាលាពីមុនគឺគាត់អត់ចេះក្នុងការចិញ្ចឹមទេអត់ចេះទេបាទគាត់ទៅរកធម្មតាតែបងរកធម្មតាព្រោះថាឲ្យចិញ្ចឹមឲ្យអីគេនឹងចេះទេតើនឹងតើទៅរៀនខាងបាទកែកក្តីសង្ឃឹមនៅគៀនស្វាយបានយកមកសោតយកមកធ្វើហ្នឹងបាទតែធ្វើទៅយ៉ាងម៉េចដែរបងវាទៅមិនពិបាកទេបាទធ្វើទៅឥឡូវបានកើតតិចតួចហើយបាទកើតតិចតួចណាបងពេលដែលយើងធ្វើហ្នឹងហេតុអីបានបងយកទីតាំងហ្នឹងមកដាក់បងបាទមិនបានបងយកទីតាំងហ្នឹងមកដាក់ដោយសារយើងមើលឃើញទស្សនវិជ្ជាបែបល្អឬក៏យ៉ាងម៉េចហើយយើងបានបញ្ជាក់ជាមួយលោកគ្រូអត់បាទមើលឃើញទីតាំងថាជីកបន្លាយហ្នឹងទៅដើម្បីវាធំដែរដើម្បីដាក់ឲ្យវាទឹកកុំឲ្យយើងបបាក់ដូរបបាក់អីបាទយកមកដាក់នឹងតំណងបាទបន្លាយហ្នឹងបងជីកធ្វើផ្ទះហ្នឹងឬក៏បងជីកដើម្បីចិញ្ចឹមត្រីជីកចិញ្ចឹមត្រីនោះបាទតែដីអាចដីហ្នឹងយើងយកទៅដាក់នៅខាងលើអាចដីយកដាក់ខាងលើបាទបាទអញ្ចឹងក៏យើងធ្វើផ្ទះហើយយើងបែកកំណត់ក្នុងការយកជាបន្លាយនេះគឺយើងធ្វើចិញ្ចឹមត្រីតែម្ដងបាទនៅទីនេះយើងចិញ្ចឹមតែត្រីឬក៏យើងមានចិញ្ចឹមកកែបដែរចិញ្ចឹមកែបដែរអញ្ចឹងណោះអញ្ចឹងយើងដាក់លាយគ្នាបានអត់បញ្ហាអត់ដាក់លាយគ្នាទេគោដាក់លាយគ្នាស៊ីគ្នាត្រីដៃស៊ីជើងកែបអស់អូអញ្ចឹងនៅក្នុងបន្លាយនេះគឺបងដាក់ជាត្រីប្រភេទត្រីអីវិញបងប្រភេទត្រីប្រាបាទការចិញ្ចឹមត្រីប្រាហ្នឹងបងចិញ្ចឹមហ្នឹងគឺមានន័យថាបងជ្រើសរើសយកបងចិញ្ចឹមហ្នឹងបងមានស៊ើបសួរទីផ្សារហើយនៅបងខ្ញុំជ្រើសរើសមកចុងទៅរើសទីផ្សារមកពូបាទយើងយកពូជពីខាងណាវិញត្រីប្រាហ្នឹងគឺយើងបង្កាត់ខ្លួនឯងឬយ៉ាងម៉េចបងទិញគេមិនបង្កើតខ្លួនឯងការទេទិញគេយកដាក់ចិញ្ចឹមហ្នឹងហើយត្រីប្រាហ្នឹងយើងមានវិធានការក្នុងការចង់និយាយថាយើងចង់បង្កាត់វាបានឬក៏យ៉ាងម៉េចដែរបងកាត់វាហ្នឹងខ្ញុំមិនតន់ចេះបង្កាត់ទេអត់តន់ចេះបង្កាត់ទេបាទធម្មតាយើងទិញពូជគេមកពូជគេយកមកចិញ្ចឹមតែហ្មងតែបើកង្កែបបងចេះបង្កាត់ហើយកង្កែបខ្ញុំចេះបង្កាត់ហើយកង្កែបបាទអរគុណជាមួយនឹងបងប្អូនដែលកំពុងតាមដានទស្សនាឃើញថាជាមួយទស្សនវិជ្ជាយ៉ាងល្អមែនទែននៅទីនេះបាទសម្រាប់បងប្រុសដែលជាប្រជាកសិករប្រចាំនៅខេត្តបាទព្រៃវែងបាទក្រៅពីចិញ្ចឹមត្រីចិញ្ចឹមកកែបគឺមានឃើញថាគាត់ដាំជាលក្ខណៈអំពៅនៅជុំវិញផ្ទះទៀតនៅក្នុងទឹកដីខេត្តព្រៃវែងនេះគឺយើងឃើញថាមានប្រជាកសិករច្រើនគាត់ដាំជាលក្ខណៈអំពៅបាទអំពៅហើយសម្រាប់ចង់ដឹងពីត្រីរបស់បងហ្នឹងយើងឲ្យចំណីវាឬក៏យើងឲ្យវាស៊ីតាមរបៀបជាធម្មជាតិរបស់វាបងឲ្យចំណីស៊ីខ្លាំងព្រោះឲ្យចំណីស៊ីខ្លាំងនឹងដើម្បីយកឌុកចកនោះអីឲ្យស៊ីបាទជំនួយចំណីបាទនៅក្នុងតំបន់នេះទឹកយើងមើលឃើញថាទឹកវាល្អក់អញ្ចឹងយើងអត់មានបញ្ហាអីណាសម្រាប់ត្រីប្រាហ្នឹងអត់អីទេបាទអត់អីទេអញ្ចឹងគឺយើងចំបានយ៉ាងល្អណាស់
វាមានផលប៉ះពាល់អីឬក៏យើងមានផលវិបាកអីក្នុងការចិញ្ចឹមវាអត់បង ពោះត្រីប្រាមិនពិបាកចិញ្ចឹមទេ បាទចាំមិនទៅ ស្រួលចិញ្ចឹមត្រីប្រា បាទស្រួលចិញ្ចឹមเนาะ បាទត្រីប្រាតែដៃដាក់ទៅអត់អីទេ បាទអញ្ចឹងយើងមានដាក់ត្រីដែងដាក់តែត្រីប្រាបងเนาะ ត្រីដៃដាក់ក្នុងតង់ ដាក់ទាំងតង់ផ្សេងเนาะអញ្ចឹងមានតែតង់នោះយើងដាក់ត្រីដែង បាទ ប្រហែល1 2 3ហ្នឹងបងហ៎ បាទទាំងអស់ មកតង់របស់វាហ្នឹងមានប្រហែលក្បាលដែរ មកតង់មកតង់1000ក្បាលជាង បាទ1000ក្បាលជាង បាទ សម្រាប់ត្រីប្រានៅក្នុងបន្លែនេះបងដាក់ប្រហែលត្រីដែរបង ទិញគេមក40គីឡូ 40គីឡូ បាទ5គីឡូ ទុយប៉ុណ្ណាវិញ ប៉ុណ្ណឹង បាទហើយឥឡូវវាប៉ុណ្ណាដែរបងបុកមក ឥឡូវវាធំមកដែរហ្នឹង បាទធំដែរเนาะ បាទ បាទប៉ុណ្ណឹងយើងប្រហែល40គីឡូ ដាក់40គីឡូ ហេតុអីបានបងជឿទៅតែ40គីឡូយកមកដាក់នៅទីនេះយើងអាចដាក់លើសនឹងបានទៀតឬយ៉ាងម៉េច ដាក់លើសបានប៉ុន្តែយើងគឺថានៅខ្វះទុនអីចឹងណា បាទ ទុនអីចឹងទិញប៉ុណ្ណឹងដាក់ បាទសូមជម្រាបជូនទៅដល់បងប្អូនថាសម្រាប់ការខ្វះទុននេះគឺយើងតែងតែមានកើតមានអីតែខ្ញុំឃើញថាលោកគ្រូគាត់តែងជម្រាបជូនជាមួយបងប្អូនបន្ថែមទៀតជាមួយនឹងវិជាកសិករបាទលោកគ្រូនៅខាងសាលាកសិករក្តីសង្ឃឹមហ្នឹងបាទគាត់តែងតែបងប្រាប់តែវិធីសាស្ត្រផ្សេងក្រៅពីចិញ្ចឹមត្រីយើងអាចចិញ្ចឹមលក្ខណៈយើងអាចដាំបន្លែពីលើវា ដាំបន្លែពីលើវា ដាំលងតឡាច់តពួតអីផ្សេងទៀតដើម្បីឲ្យយើងកាន់តែល្អប្រសើរជាងមិនអញ្ចឹងបងណាបាទគាត់ធ្លាប់មានជំរាបជូនអញ្ចឹងហ៎បង គាត់មាន បាទហើយបង គាត់ប្រាប់ទាំងអស់ តែនៅពេលនេះខ្ញុំអត់ទាន់ឃើញបងដាំរៀបនងតឡាច់អីបន្ថែមទៀតទេមូលហេតុអីបង ដាំដែរគាត់ប៉ុន្តែវាភ្លៀងពេកវាឡើងអត់រួចទេអត់ណា ចឹងអូនៅខាងនោះ បាទនៅខាងដាក់ទ្រឹង បាទអូខ្ញុំបានឃើញ ទ្រឹងបញ្ជូរដែរលើត្រីយើង នៅខាងនោះសោះសម្រាប់ដាំឡើងនេះហើយយើងដាំឲ្យធ្វើឲ្យវាបានមលប់ដល់ត្រីដល់អីវាអាចចូលជ្រកក្រោមនឹងទៀតណា ចូលក្រោមនឹង បាទអូឃើញថាខ្ញុំបានមើលឃើញច្បាស់ហ្មងតោះនិយាយទៅបានឃើញថាទស្សនភាពនៅខាងនោះបាទគាត់ដាំបាទឃើញថាច្រើនមែនតើបាទតិចទៀតនឹងគាត់នឹងបំបែកបន្ថែមទៀតបាទនៅទីនេះគឺជាដីបោះបង់ថ្មីឬក៏ដូចខ្ញុំទៅធ្លាប់ទៅខាងបងចិញ្ចឹមកង្កែបនឹងកន្លែងហ្នឹងដីចាស់ ភូមិចាស់ តែនេះដីថ្មី នឹងខ្ញុំមកភូមិថ្មី បាទភូមិថ្មីដីចាស់នឹងតែដីថ្មីនេះតើយើងពិបាកក្នុងការគ្រប់គ្រងត្រីឬក៏កង្កែបអត់បងវាខុសគ្នាយ៉ាងម៉េចដែរ ខុសគ្នាត្រង់មកភូមិថ្មីហ្នឹងដីអត់ច្រើនវាល្អ បាទ ទឹកល្អ បាទទឹកល្អតែអត់មានប៉ះពាល់អីសម្រាប់កង្កែបត្រី ប៉ុន្តែទឹកល្អហ្នឹងស្រួលលក់ទៀតត្រីនៅក្នុងអាង បាទ យកពេលយើងដួសទៅលក់ទៅអាត្រីដែងវាមានស បាទមានស ស្រួលលក់ជាងអាគេចំអាងទៅវាត្រីខ្មៅ អូ គេឲ្យរឿងថោក ហើយដល់ពេលត្រីខ្ញុំហ្នឹងយកទៅលក់បាន ថ្លៃជាង បានថ្លៃជាង អូមានន័យថាបងប្រុសបានទទួលផលរួចហើយចុះ បាទ បាទប្រហែលខែក្នុងការចិញ្ចឹមត្រីដែងយកទៅលក់នៅទីផ្សារហ្នឹងបង 3-4 ខែ 3-4 ខែណោះបាទអញ្ចឹង 3-4 ខែនេះបងទទួលបានយ៉ាងម៉េចដែរការដែលយើងគ្រាន់តែចិញ្ចឹមលេងសោះយើងទទួលបានផលហ្នឹង វាមានអារម្មណ៍ថាសប្បាយចិត្តអត់ សុបាយដែរស្រួល បាទសប្បាយដែរតែក្នុងចិត្តហ្នឹងសប្បាយបាទ ត្រីដែងខ្ញុំនឹងដាក់ក្នុងទឹកល្អហ្នឹងវា បាទ បាន1គីឡូ 12000 ដែរ 12000 បាទដួសទៅបងប្អូនយកទាំងអស់ អូមានន័យថា រាល់ថ្ងៃ មានន័យថាទីផ្សារគឺលំទលាជាងត្រីដែងពណ៌ខ្មៅ ណាពណ៌ខ្មៅគេឲ្យតែ7-8000ហ្នឹង អូបាទមានន័យថាត្រីដែងពណ៌សនេះគឺបងប្អូនគាត់ដែលជាភ្ញៀវដែលជាអតិថិជនគាត់ទិញចូលចិត្តហូបបាទចូលចិត្តហូបជាងត្រីពណ៌ខ្មៅបាទអញ្ចឹងទីផ្សាររបស់ត្រីរបស់បងគឺល្អ ខ្ញុំមិនទៅឲ្យស៊ីចំណុចអីឲ្យស៊ីចំណុចតិចដាក់តែចូលឲ្យស៊ីដល់អញ្ចឹងបងប្អូនគេហូបឆ្ងាញ់គេចូលចិត្ត អូបាទហើយបងមានចង់បន្ថែមទៀតអត់បងចង់ថាយើងចង់ដាក់បន្ថែមទៀតអត់ដល់ព្រោះត្រីដែងយើងមានទីផ្សារហើយណា បាទ ពេលដែលបងចង់បង្កើតបន្ថែមទៀតជាមួយនឹងនៅក្នុងតង់ហ្នឹងបង បាទបង្កើតថែមទៀតមើល យូរវាឆាប់បងមកទៅ មិនយូរមកទេដាក់ពេញមួយច្រកហ្នឹង បងយកឃើញយ៉ាងម៉េចបានបងចិញ្ចឹមត្រីកង្កែបនៅខាងលើត្រីនៅខាងក្រោមដោយសារតែបងរៀនចេះមកពីខាងលោកគ្រូឬក៏បងចេះ ចេះមកខាងគ្រូ បាទពេលហ្នឹងលោកគ្រូប្រាប់ថាម៉េចតែបងជួយ គ្រូប្រាប់ថាបញ្ចំកែពីលើទៅអញកែអាចអីធ្លាក់ទៅវាបានត្រីប្រាឬមួយត្រីដែងទៅវាស៊ីអាកាកសំណល់គ្នានឹងទៀត អូចុះមានបតង់ឲ្យបតង់ទៀតបតង់ទៀតណោះ បាទ អូគឺទៅពិសេសមែនតើសម្រាប់បងប្អូនដែលវិជាកសិករដែលចង់បាននៅក្នុងវគ្គសិក្សាពិសេសបាទកុំភ្លេចសាលាបាទ សាលា បាទ ក
សាលាកសិកៈបាទសាលាកសិករក្តីសង្ឃឹមបាទនៅខាងគិនស្វាយណា នៅខាងគិនស្វាយ បាទទីទៀតក្រុមទីទៀតនឹងមានអក្សរឬក៏លេខទូរស័ព្ទហើយនឹងជួបជាមួយលោកគ្រូកាន់តែច្បាស់បន្ថែមទៀតនៅវគ្គក្រោយបាទសម្រាប់វគ្គនេះបាទកិច្ចសម្ភាសជាមួយខ្ញុំបាននឹងបងប្អូនជាកសិករជាពិសេសបងប្រុសតែម្ដងនៅខេត្តព្រៃវែងនេះក៏ដល់ទីបញ្ចប់ហើយអញ្ចឹងឥឡូវខ្ញុំសូមជូនពរឲ្យបងកម្មវិធីលេខ 9 នឹងឲ្យបានសុខសប្បាយ បាទហើយបងមានអ្វីបន្ថែមទៀតសម្រាប់បងប្អូនជាកសិករដែលគាត់អត់ទាន់មានមុខរបរប្រចាំថ្ងៃបាទដែលចង់និយាយថាប្រកបអាជីវកម្មឬក៏ប្រកបការងារដោយបងប្រុសអញ្ចឹងគាត់អាចមកជួបជាមួយបងបានអត់ឬក៏បងជំរាបជូនគាត់ទៅសាលាកន្លែងសាលាអីបានទេបងបាទឬជូនទៅបានបើមានបងប្អូនណាមានចំណាប់អារម្មណ៍ដូចខ្ញុំអញ្ចឹងចង់ទៅរៀននៅសាលាកសិករក្តីសង្ឃឹមនៅគិនស្វាយហ្នឹងសូមបងប្អូនដំណាក់ដំណងមកលេខខ្ញុំក៏បានហើយបងប្អូនមកស៊ូខ្ញុំដល់ផ្ទះក៏បានដែរខ្ញុំនោះចង់រៀនបាទបើបងប្អូនណាមានចង់រៀនចំកែបចំត្រីចំកងអីបានហ្នឹងសូមបងប្អូនជួយមកបាទលេខទូរស័ព្ទបានបងអាចតាក់ទងតាមបងហ្មងដើម្បីបងជូនទៅជួបគ្រូហ្មងលេខទូរស័ព្ទបានបងបាទលេខទូរស័ព្ទបងបានដែរលេខទូរស័ព្ទខ្ញុំ07គួតបាទ07គួត23បាទ38 35បាទនេះគឺជាលេខទូរស័ព្ទបងប្រុសដែលបងប្អូនចង់បានចង្កែឬក៏ចង់បានត្រីឬក៏បងប្អូនចង់បានវគ្គសិក្សាបាទខ្លីៗតែយើងមានចំណេះដឹងយកមកចិញ្ចឹមជាមួយនឹងគ្រូសាស្ត្ររបស់បងប្អូននោះបាទអញ្ចឹងអាចតាក់ទងបងប្រុសតែតិចទៀតជួបជាមួយលោកគ្រូផ្ទាល់តែម្ដងដើម្បីយើងកាន់តែច្បាស់បន្ថែមទៀតនៅក្នុងពេលនេះសូមសម្រាប់មួយផ្លែសិនបាទ